កោតដងហែខាងមុខខាងក្រោយខាងឆ្វេងខាងស្ដាំមានយុះដ៏រុងរឿងដូចជាព្រះច័ន្ទពេញវង្សក្នុងថ្ងៃ15កើតស្រីទេពអប្សរខ្លះប្រដាប់គ្រឿងអំពរសខ្លះខៀវខ្លះក្រហមខ្លះខៀវខ្ចីជាពួកហើយហោះចុះមកពីឋានដុសិតមកបូជានមស្ការព្រះចេតិយព្រះឥន្ទពិតថានោះហើយជាព្រះសិអាមេត្រីពោធិសត្វព្រះមាលីនាងទេពអប្សររបស់ព្រះសិអាមេត្រីល្អមើលម្ល៉េះមួយពួកស្លៀកពាក់សខ្លះក្រហមខ្លះខៀវជាដើមតើធ្វើបុណ្យដូចម្ដេចស្រីទេពអប្សរទាំងនោះកាលនៅជាមនុស្សរក្សាសិលស្លៀកពាក់ស្អាតស្ដាប់ធម៌ដោយគោរពធ្វើទានផ្ចិតផ្ចង់រៀបអាហារភោជននំចំណីមានពណ៌ល្អប្លែកដោយផលនេះបានមកកើតនៅក្នុងទេវលោកល្អសមតាមប្រាថ្នារបស់ខ្លួនចុះព្រះសិអាមេត្រីបានសាងកុសលអ្វីបានជាមានយុះនិងបរិវារល្អកន្លងយ៉ាងនេះព្រះឥន្ទញោមមិនអាចពណ៌នាកុសលផលបុណ្យរបស់ព្រះអង្គបានទេគ្រាន់តែយល់ថាព្រះអង្គសាងបារមី30ច្រើនអស់អសង្ខ័យកប្បណាស់គឺមកតែពីបំណងចង់ស្រោចស្រង់ខ្លួននិងសត្វដទៃឲ្យរួចពីចំណងមាទាំង5គឺខន្ធមាអភិសង្ខារមាកិលេសមាមច្ចុមានិងទេវពុត្តមាហើយនាំឲ្យបានដល់ព្រះនិព្វានជាឋានខ្សែមផុតចាកទុក្ខទាំងពួងឯការកុសលរបស់ព្រះអង្គនោះផុតវិស័យរបស់ញោមដឹងបើព្រះគុណម្ចាស់ចង់ដឹងចាំស្ដេចយាងមកដល់សន្ទនាជាមួយព្រះអង្គទៅគួងបានជ្រាបសពគ្រប់ពុំខានចប់នាទីព្រះឥន្ទជំពូកទី15ព្រះមាលីសន្ទនាជាមួយព្រះសិអាមេត្រីតាស្មឹងខនេក្នុងខណៈនោះព្រះមាលីសាកច្ឆាជាមួយព្រះឥន្ទមិនទាន់ចប់ផងព្រះសិអាស្ដេចយាងមកដល់ចេតិយហើយបូជាដោយគ្រឿងសក្ការៈដ៏លើសលប់ដើរក្រឡឹងចេតិយ3ជុំទើបចូលទៅថ្វាយបង្គំព្រះមាលីព្រមទាំងទេវបរិស័ទឯពួកទេពតាមានព្រះឥន្ទជាប្រធានបានក្រោកទទួលធ្វើបដិសន្ធារៈឈូឆររួចហើយក៏នាំគ្នាអង្គុយក្នុងទីដ៏សមគួរតាមអាសនៈរៀងខ្លួនចាំស្ដាប់ធម្មសាកច្ឆាជាពិសេសនេះព្រះសិអាពោធិសត្វលុះបានអាសនៈគង់ទាបជាងព្រះមាលីដ៏សមគួរហើយទ្រង់បានផ្ដើមសួរថាបបិទ្ធព្រះគុណម្ចាស់ដ៏ចម្រើនព្រះគុណម្ចាស់និមន្តមកអំពីទីណាព្រះមាលីជំពូទីបតោអាកច្ឆាមិមហារាជៈបបិទ្ធព្រះរាជសម្ភារអាត្មាភាពនិមន្តមកពីជំពូទ្វីបគួរឲ្យសង្ស័យណាស់ចុះមនុស្សក្នុងជំពូទ្វីបធ្វើកិច្ចការអ្វីខ្លះមនុស្សក្នុងជំពូទ្វីបរករបរចិញ្ចឹមជីវិតផ្សេងគ្នាគឺខ្លះធ្វើស្រែចម្ការខ្លះជួញជំនួញខ្លះធ្វើរាជការខ្លះធ្វើកម្មករខ្លះមានខ្លះក្រខ្លះសខ្លះខ្មៅខ្លះអាយុវែងខ្លះអាយុខ្លីជាដើមព្រះសិអាចុះមនុស្សសពថ្ងៃធ្វើបុណ្យច្រើនឬធ្វើបាបច្រើនព្រះមាលីថ្វាយព្រះពរមនុស្សធ្វើបុណ្យតិចទេឯអ្នកធ្វើបាបច្រើនណាស់អ្នកធ្វើបុណ្យតើធ្វើរបៀបណាខ្លះថ្វាយព្រះពរអ្នកខ្លះឲ្យទានខ្លះរក្សាសិលខ្លះធ្វើសមាធិខ្លះចាត់ឲ្យមានធម៌ទេសនាខ្លះសាងកុដិសាលាវិហារធ្វើផ្លូវជីកស្រះសង់ស្ពានដាក់បាតលោកជាវគម្ពីរធ្វើធម្មទានខ្លះសាងចេតិយខ្លះហែកឋិនជាដើមមនុស្សសប្បុរសធ្វើកុសលតាមសទ្ធារៀងខ្លួនចុះអ្នកធ្វើទានទាំងនោះប្រាថ្នាសម្បត្តិអ្វីដែរថ្វាយព្រះពរអ្នកធ្វើបុណ្យទាំងពួងតែងប្រាថ្នាចង់បានសម្បត្តិមនុស្សសម្បត្តិសួគ៌និងសម្បត្តិព្រះនិព្វានជាពិសេសច្រើនប្រាថ្នាឲ្យជួបទានសាសនារបស់ព្រះអង្គត្រាស់ក្នុងអនាគតព្រះសិអាមហាជនក្នុងជំពូទ្វីបបើមានប្រាថ្នាចង់កើត
ជួបនឹងញោមសូមឲ្យប្រឹងប្រែងដោយយកចិត្តទុកដាក់នាំគ្នាបង្កើតឲ្យមានទេសនាមហាវេស្សន្តរជាដកយ៉ាងហោចណាស់ក្នុងមួយឆ្នាំឲ្យមានម្ដងហើយនៅចាំស្ដាប់ឲ្យបានចប់ក្នុងមួយថ្ងៃព្រមទាំងបូជាសក្ការៈផ្សេងមួយមុខ1000ឲ្យត្រូវគ្រប់នឹងព្រះគាថា1000ក្នុងវេស្សន្តរជាដកដែរគឺបូជាប្រទីប1000ផ្កាឈើ1000ឆ័ត្រផ្កាឈូកលឿងផ្កាឈូកខៀវផ្កាឈូកក្រហមផ្កាឈូកសផ្កាប្រលិតផ្កាទាំងអស់នេះក្នុងមួយមុខ1000ផ្កាឈូកបើរកពណ៌ដូចនេះមិនបានឲ្យយកផ្កាចម្ប៉ាផ្កាម្លិះននងជាដើមជំនួសក៏បានដែរហើយនឹងបូជាដោយផ្លែចេកដំឡូងដូងស្លាក្រូចមានត្របែកព្រុសចន្លុះសេមាន់អំពៅខ្នោស្ករតែទៀនធូបទឹកដោះគោកាហ្វេទឹកក្រូចនំនែកអំបុកម្លូបារីជាដើមឲ្យបានមួយមុខ1000ទើបបានកើតទាន់នឹងសាសនារបស់ញោមហើយបានសម្រេចដល់អរហត្តបដិសម្ភិទាញាណជាប្រកបម្យ៉ាងទៀតមនុស្សធ្វើអនន្តរិយកម្ម5គឺសម្លាប់បិតា1សម្លាប់មាតា1សម្លាប់ព្រះអរហន្ត1ប្រទុះព្រះពុទ្ធឲ្យចេញលោហិត1បំបែកសង្ឃ1និងមនុស្សមានទោសចិត្តទំលាយព្រះសដោបព្រះចេតិយព្រះពុទ្ធរូបកាប់គាស់ដើមពោធិ៍សម្លាប់ព្រះពោធិសត្វកំណាញ់ស្វិតស្វាញមនុស្សមិច្ឆាទិដ្ឋិជនទាំងអស់នេះមិនជួបនឹងសាសនារបស់ញោមទេចំណែកដើមពោធិ៍បើគាស់យកទៅដាំនៅក្នុងទីដ៏សមគួរកាប់ឆ្កាមែកខ្លះមិនសមដែលពៀនៅលើវត្ថុដ៏មានតម្លៃបែបនេះគ្មានទោសអ្វីឡើយចេតិយព្រះពុទ្ធរូបដែលបាក់បែកពុកភ័យហើយជួសជុលកាយឡើងវិញក៏គ្មានទោសដែររឹតតែបានផលល្អឡើងព្រះមាលីព្រះរាជសម្ភារត្រាស់បង្គាប់ថាឲ្យស្ដាប់ដរាបដល់ចប់13កាន់ព្រមទាំងបូជាសក្ការៈមួយមុខ1000ឲ្យគ្រប់ព្រះគាថា1000ទើបបានជួបទាន់ព្រះសាសនាកិច្ចនេះដូចជាហួសវិស័យអ្នកទីទាល់ក្រដែលមានសទ្ធាស្ដាប់ឆ្ងាយពេកណាស់រកលតែឲ្យគ្នាធ្វើមិនកើតបើយ៉ាងនេះតើឲ្យប្រតិបត្តិដោយម្ដេចបានខ្លះដែរព្រះសិអាញោមពលនេះគឺជាថ្នាក់អក្រិតហើយប៉ុន្តែបើស្ដាប់មិនទាន់ចប់ទាំង13កាន់ស្ដាប់បានតែមួយកាន់2កាន់ជាដើមឬបូជាគ្រឿងសក្ការៈមិនបានគ្រប់1000ទេបានតែវត្ថុតិចតួចនោះក៏ជាការប្រពៃដែរប៉ុន្តែមិនស្ដុកស្ដំផលដូចជាអ្នកធ្វើលើសលប់នោះឡើយព្រះមាលីព្រះអង្គចុះទៅកើតនៅក្នុងមនុស្សលោកដើម្បីត្រាស់ជាព្រះពុទ្ធតើក្នុងពេលណាព្រះសិអាគ្រាកាលសាសនាព្រះសមណគោតមគ្រប់5000ឆ្នាំពេលនោះមនុស្សពាលមានមោហៈបិទបាំងប្រព្រឹត្តតែទុច្ចរិតមិនដឹងបុណ្យបាបមានចិត្តក្លាហានក្នុងបាបប្រព្រឹត្តអំពើអមនុស្សធម៌យ៉ាងយងខ្នងរាគៈទោសៈកើតខូខើនៅក្នុងខ្លួនមិនមានចិត្តកោតខ្លាចបាបម្ដាយនិងកូនប្រុសឪពុកនិងកូនស្រីបងស្រីនិងប្អូនប្រុសប្អូនប្រុសនិងប្អូនស្រីម្ចាស់និងខ្ញុំកំដរមីងនិងក្មួយមានយកគ្នាជាប្តីប្រពន្ធដោយកន្លែងនៅរួមរស់សមៈសង្វាសដូចជាសត្វដេរិឆានមានចិត្តប្រមាទពេញទីក្នុងអំពើល្អកើតឡើងកាលបើដូច្នេះអាយុសត្វចេះតែអោនថយតិចទៅមនុស្សគ្មានសិល5ក្នុងខ្លួនដរាបអាយុចុះនៅ10ឆ្នាំស្លាប់ក្មេងកើតបាន5ឆ្នាំរៀបមង្គលការនឹងគ្នាមិនយូរប៉ុន្មានមនុស្សបាបឃើញគ្នាកើតមឹកសញ្ញាសម្គាល់ដូចជាសត្វដេរិឆានតពីនោះមកក៏កើតទុរភិក្ខន្តរកັບគឺស្រុកអត់បាយរកបាយបានដោយកម្រភ្លៀងក៏រាំងរិះហួតហែងមនុស្សម្នាពិបាកតោកយ៉ាកវេទនាជាទុក្ខដោយអាហារដោយច្រើនតមកកើតរោគគុន្តរកັບគឺស្រុកកើតរោគរាតត្បាតស្លាប់តៃហោងរាល់ថ្ងៃបន្ទាប់មកកើតសត្វថន្តរកັបគឺស្រុកកើតគ្រឿងសាស្ត្រាវុធមនុស្សបាបឃើញគ្នានៅទីកន្លែងណាមើលទៅដូចជាសត្វដេរិឆាន
កើតតោសោខូខើចង់តែប្រទុះគ្នាចាប់ដុំដីដំបងប្រនុងក៏คล้ายទៅជាកំបិតដាវពូថៅដេញកាប់ចាក់គ្នាពពាក់ពពូនអសលចូលពេញខ្លួនមិនយល់ញាតយល់មិត្តគិតតែពីកាប់សម្លាប់គ្នាស្លាប់បង្គោលជើងគ្នាដោយគេហាងៀតឬដូចជាមហាសង្គ្រាមលោកដូច្នោះបើមនុស្សស្លាប់ដោយទុរភិក្ខខន្តរកັບច្រើនកើតជាប្រែតស្លាប់ដោយរោគន្តរកັບច្រើនកើតទៅជាអសុរកាយស្លាប់ដោយសត្វថន្តរកັບច្រើនកើតទៅក្នុងនរកចំណែកពួកមនុស្សដែលមានសន្តានចិត្តល្អស្មោះសរសប្បុរសឃើញសង្គ្រាមមនុស្សបាបប្រទុះគ្នាដោយមគ្គសញ្ញាដូច្នោះក៏នាំគ្នារត់គេចពីពពួកមនុស្សអធរចូលព្រៃព្រឹក្សាពួនសំងំធ្វើចិត្តល្អសុចរិតយកផ្លែឈើមើមឈើធ្វើជាអាហារលុះត្រាតែមនុស្សបាបកាប់ចាក់គ្នាអស់កំណត់វិរៈ7ថ្ងៃគឺមួយសប្តាហ៍ក៏បានស្ងប់ភ្លើងសង្គ្រាមមើលទៅឃើញគ្នាស្លាប់ស្អុយពេញភូមិស្រុកឯពួកបណ្ឌិតមានចិត្តតក់ស្លុតរន្ធត់ខ្លាចអំពើសាហាវនោះបានជំនុំប្រឹក្សាគ្នាថាយើងវង្វេងចាក់កាប់គ្នាហើយអាយុតិចទៅជាលំដាប់គឺវង្វេងដល់ថ្នាក់ម្ដាយយកកូនប្រុសជាដើមជាប្តីប្រពន្ធដោយសត្វដេរិឆានពីព្រោះយើងមិនរក្សាសិល5ដូច្នេះយើងត្រូវនាំគ្នារក្សាសិល5គឺកុំសម្លាប់សត្វមួយកុំលួចទ្រព្យគេមួយកុំប្រព្រឹត្តខុសឆ្គងក្នុងប្រពន្ធប្តីកូនចៅរបស់អ្នកដទៃមួយកុំកុហកមួយកុំផឹកសុរាមេរ័យមួយពីព្រោះអំពើ5យ៉ាងនេះជាប្រភពបង្កើតសុខកាយសុខចិត្តក្នុងសង្គមមនុស្សលោកនិងបរលោកបើប្រព្រឹត្តកន្លងសិល5នេះហើយជាសមុដ្ឋានបង្កើតលោភោទោសោមោហោខ្លាំងក្លាណាស់ឲ្យសត្វរងទុក្ខប្រព្រឹត្តទុច្ចរិតគ្រប់យ៉ាងនាំឲ្យបាត់សន្តិភាពនៅក្នុងពិភពលោកលុះជំនុំគិតគ្នាប្រមូលមតិហើយក៏ចាប់ផ្ដើមរក្សាសិល5កម្មបទ10ទាំងចាស់ក្មេងប្រុសស្រីនៅរួបរวมគ្នានៅក្នុងសង្គមមនុស្សជាសុខសែនខ្សានមានសន្តិភាពរៀងមកដរាបឪពុកអាយុ10ឆ្នាំស្លាប់កូនអាយុ20ឆ្នាំស្លាប់ចៅអាយុ30ឆ្នាំស្លាប់រហូតមនុស្សអាយុបាន10,000ឆ្នាំស្លាប់កាលបើដូច្នោះពួកមនុស្សដឹងកម្លាំងសិល5កម្មបទ10បាននាំគ្នារឹតដៃកាន់សិល5យ៉ាងបរិសុទ្ធមើងម៉ាត់ប្រព្រឹត្តធ្វើបុណ្យឲ្យទានដល់អ្នកមានគុណនិងចាស់ទុំព្រមទាំងមានសង្ឃហធម៌4រកគ្នាគឺការឲ្យទាន1និយាយពាក្យពីរោះរកគ្នាតាមឋានៈ1ប្រព្រឹត្តធ្វើប្រយោជន៍ដល់ខ្លួននិងអ្នកដទៃ1ប្រព្រឹត្តស្មោះស្ម័គ្រតាមឋានៈគ្នា1ដោយផលនេះអាយុមនុស្សឡើងបាន100,000ឆ្នាំទើបស្លាប់ពេលនោះក្រុងពារាណសីដែនកាសីក៏ក្លាយឈ្មោះថ្មីថាមណ្ឌរនគរមានបណ្ដោយ12យោជន៍ប៉ុន្តែពួកមនុស្សមានសេចក្តីប្រមាទទៅវិញពីព្រោះមិនឃើញសេចក្តីស្លាប់ប្រកបហើយមានគំនិតថាយើងលែងស្លាប់ហើយនេះជាកន្លែងអមฤតដ្ឋានរបស់យើងតាំងពីថ្ងៃនោះរសាយចិត្តឈប់ផ្អាករក្សាសិល5ប្រព្រឹត្តលេះលោះរាយមាយចិត្តនៅក្នុងកាមគុណស្រាប់តែមានសេចក្តីស្លាប់កើតប្រកបឡើងដល់មនុស្សឯអាយុក៏ថយចុះមកនៅ 80,000 ឆ្នាំស្លាប់ពេលនោះមានចិត្តភ័យតក់ស្លុតនឹងសេចក្តីស្លាប់ក៏នាំគ្នារក្សាសិល5កម្មបទ10ធ្វើបុណ្យឲ្យទានរៀងមកអាយុនៅត្រឹម 80,000 ឆ្នាំជាអាយុខៃរបស់មនុស្សលោកគ្រានោះក្រុងពារាណសីដែលបានឈ្មោះថ្មីថាមណ្ឌរនគរនោះក៏ត្រឡប់បានឈ្មោះថ្មីទៀតថាកេតុមៈបដីនគរវិញអេមស្មឹងយុគគេនៅក្នុងយុគសម័យនេះផែនដីប្រែសក្ការៈប្រែរាជប្រែលទ្ធិប្រែទំនៀមទម្លាប់ចាស់បន្តិចម្ដងខុសពីសម័យដើមមនុស្សបានស្គាល់អរិយធម៌គឺសេចក្តីស៊ីវិល័យក្នុងប្រទេសនីមួយៗចម្រើនខាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលង្កវឌ្ឍនៈប្រជាជនតាក់ទងឆ្លើយឆ្លងទៅមករកគ្នាដោយសេរីប្រកបរបរកសិកម្មពាណិជ្ជកម្មកើតផលបរិបូរណ៍ដំណាំផងទាំងពួងដុះដាលល្អល្អះផ្លែផ្កាស្អេកស្កះមិនចេះដាច់ពីដើម
អរហន្តនិរហន្តនាំចាញ់នាំចូលទំនិញគ្រប់មុខមានហូរហែតែរាល់ទិវារាត្រីទៅពីប្រទេសមួយឆ្លងទៅមួយមនុស្សមានសិទ្ធិនិងសេរីភាពអធិបតេយ្យភាពឯករាជ្យភាពដ៏បរិបូរណ៍នាំគ្នាប្រព្រឹត្តតែសុចរិតកាន់សិល5ធ្វើបុណ្យឲ្យទានគោរពចាស់ទុំដឹងគួរសមសង្គ្រោះគ្នាជាភាតរភាពដោយបងប្អូនស្ដេចសោយរាជទាំងឡាយប្រកបដោយទសពិតរាជធម៌ផ្ទៃដីដោះឡើងរៀបស្មើដោយផ្ទៃស្គរប្រជាជនរៀនសូត្របានចេះដឹងទៅជាវិញ្ញូជនបញ្ញវន្តជាសមានភាពគោរពអ្នកមានគុណឥតមានឆ្គងគ្មានវរៈជនណាធ្វើនយោបាយក្បត់បង្កើតទ័ពប្រតិកិរិយាកងបដិវត្តប្រឆាំងនឹងស្ដេចផែនដីសុទ្ធតែជាអ្នករស់នៅតាមបន្ទាត់ក្រឡាច្បាប់គ្មានចោរលួចចោរប្លន់គ្មានមនុស្សវិកលវិការចរិតឈួតថ្លង់គោភ្លីភ្លើខ្វាក់ខ្វិនកំព្រីកំព្រាគ្មានមនុស្សកើតរោគអាក្រក់អនាថាផលទាំងអស់នេះគឺកើតឡើងដោយបុណ្យកុសលរបស់ញោមដែលបានសាងអស់ជាច្រើនអសង្ខ័យកັບឆ្នាំគឺដីរៀបដូចផ្ទៃស្គរដោយសារផលមេត្តាចិត្តដ៏ស្មើរបស់ញោមផ្សាយទៅចំពោះសពសត្វទាំងអស់មនុស្សមានតម្រេះប្រាជ្ញាស្មើគ្នាដោយផលធម្មទានរបស់ញោមមនុស្សគ្មានក្បត់ប្រឆាំងគ្នាដោយផលសច្ចធម៌គ្មានចោរដោយផលសុចរិតគ្មានមនុស្សវិកលចរិតដោយផលរក្សាសិលមិនទ្រុសគ្មានមនុស្សកើតរោគដោយផលភេសជ្ជៈទានបបិទ្ធព្រះមាលីពេលនោះភ្លៀងធ្លាក់តែក្នុងបច្ចឹមយាមកន្លះខែភ្លៀងម្ដងជាទៀងទាត់ណាស់ទឹកស្ទឹងអូព្រែកប្រឡាយទន្លេមានទឹកហូរពេញព្រៀបមាត់ច្រាំងល្មមក្អែកទុំលើច្រាំងផឹកបានហើយទឹកនោះមានប្លែកអស្ចារ្យណាស់គឺម្ខាងហូរចុះម្ខាងទៀតហូរឡើងមិនឲ្យអ្នកអុំទូកពិបាកអុំឡើយនេះក៏ដោយផលឧត្តកទាននៃញោមដើមឈើទាំងឡាយសុទ្ធតែជាថ្នាំភេសជ្ជៈស្រូវសាលីដោះឯងកើតឯងមិនបាច់ពួកមនុស្សខ្វល់ធ្វើស្រែចម្ការត្រូវការកើបយកពីស្រែមកដណ្ដាំបរិភោគមានជាតិឆ្ងាញ់ដូចជាលាយត្រីសាច់ជាដើមផលនេះកើតដោយកម្មល្អដែលញោមបានធ្វើទុកអស់ជាច្រើនអសង្ខ័យកັບបបិទ្ធព្រះមាលីចម្លែកម្យ៉ាងទៀតគឺសត្វដេរឆានដែលធ្លាប់តែសត្រូវគ្នាទៅជារកស៊ីនៅជាមួយគ្នាពស់និងកង្កែបខ្លានិងមរឹកក្អែកនិងមៀមជាដើមឈប់ប្រទុះគ្នាប្រជាករមានសម្បត្តិស្មើគ្នាគ្មានអ្នកណាច្រណែនឈ្នានីសគ្នាគ្មានអ្នកក្រមនុស្សល្អដូចគ្នាផ្ទះនៅដូចគ្នាមានរបៀបមាន់មួយហើមិនផុតដំបូលផ្ទះមានដើមកັບព្រឹកដោះឡើងចាញ់ស្លឹកសុទ្ធតែសម្ពុតទឹកសម្រាប់មនុស្សប្រើប្រាស់មនុស្សឈឺក្បាលវិលមុខគ្រាន់តែបេះស្លឹកឈើផ្លែឈើផ្កាឈើយកមកបរិភោគក៏បាត់រោគទាន់ចិត្តបបិទ្ធព្រះគុណម្ចាស់ក្នុងសាសនារបស់ញោមមនុស្សទាំងឡាយបានសុខសួស្តីសម្បូរសប្បាយខ្សែមខ្សានណាស់អស់ទាំងនេះក៏កើតឡើងដោយផលទានរបស់ញោមដែលបានកសាងឡើងតាំងពីអតីតកាលមកផលបុណ្យដែលយើងបានស្អាងហើយមិនចេះសាបសូន្យទៅណាឡើយមានតែសេចក្តីរុងរឿងតែម្យ៉ាងញោមបានកសាងបារមីធម៌30ចាប់តាំងពីពុទ្ធព្យាករមកទល់នឹងជាតិត្រាស់ដឹងចំនួន16អសង្ខ័យនិង100,000កັບពេលនោះស្រុកប្រទេសនិងប្រជាជនមានរបៀបរៀបរយល្អបានសុខសប្បាយសម្បូរគ្រប់គ្រាន់ស្រូវសាលីក៏ដុះឡើងសម្រាប់មនុស្សស្រួលក្នុងការបរិភោគហើយញោមជយុទ្ធពីឋានដុសិតទៅកើតជាព្រះវេស្សន្តរបំពេញសត្តសត្តកមហាទានបំពេញទានបារមីដោយព្រះបាទវេស្សន្តរពួកមនុស្សច្រើនរាប់អានព្រាហ្មណ៍ជាធំយកសង្គមរាស្ត្រនិយមជាគោលលុះញោមអស់អាយុសង្ខារបានមកកើតនៅឋានដុសិតវិញឯមនុស្សមានអាយុ 80,000 ឆ្នាំជាអាយុខៃញោមសោយរាជសម្បត្តិទឹកនៅឋានដុសិតអស់កាល 4,000 ឆ្នាំទឹកត្រូវជា57កោដ6លានឆ្នាំមនុស្សកាលណាគ្រប់អាយុហើយទេវតានិងព្រហ្មកើតចលាចលផ្អើលឈូឆរនាំគ្នាចូលមកអារាធនា
ឲ្យញោមចុះទៅកើតនៅក្នុងមនុស្សលោកដើម្បីត្រាស់ជាព្រះពុទ្ធស្រោចស្រង់សត្វលោកដាក់ដល់អមតៈមហានិព្វានញោមស្ថិតនៅក្នុងការកសាងជាវិរិយោធិកពោធិសត្វមានបារមីចាស់ក្លាហើយក៏បានពិចារណានៅមហាវិលោកនៈទាំង5គឺកាលមួយប្រទេសមួយទ្វីបមួយត្រកូលមួយនិងមាតាមួយកាលសំដៅយកអាយុរបស់សត្វមិនច្រើនជាង100,000 ឆ្នាំមិនថយជាង100ឆ្នាំគឺសត្វមានអាយុ80000ឆ្នាំជាអាយុខៃប្រទេសសំដៅយកប្រទេស2គឺបច្ចន្តៈប្រទេស1មជ្ឈមៈប្រទេស1ពេលនោះញោមយកមជ្ឈមៈប្រទេសពីព្រោះទីនោះមានអ្នកប្រាជ្ញជាអរិយជនច្រើនទ្វីបសំដៅទ្វីប4គឺពពៈវិទេហទ្វីប1អមរៈកោយានីទ្វីប1ឧត្តរកុរុទ្វីប1ជម្ពូទ្វីប1ញោមយកជម្ពូទ្វីបជាគោលពីព្រោះទ្វីបនេះអាចរក្សាសាសនាបានត្រកូលសំដៅត្រកូលក្សត្រ1ត្រកូលព្រាហ្មណ៍1ញោមយកត្រកូលព្រាហ្មណ៍ពីព្រោះពេលនោះមនុស្សរាប់អានព្រាហ្មណ៍ដោយច្រើនមេត្តាសំដៅយកស្ត្រីណាដែលបានកសាងកុសលប្រាថ្នាជាពុទ្ធមេត្តាហើយមានអភិនិហាបារមីគ្រប់គ្រាន់ពេលនោះញោមបានពិចារណាមើលមហាវិលោកនៈសពគ្រប់ហើយក៏ទទួលពាក្យរបស់ទេវតានិងព្រហ្មបដញ្ញាថានឹងចុះមកកើតជាមនុស្សបបិទ្ធព្រះមាល័យនៅគ្រានោះឯងនាងវិហារទេវីជាមហេសីស្ដេចកាកវណ្ណទេសៈក៏បានមកកើតជានាងព្រហ្មវតីញោមបានជ្យត់មកកើតនៅក្នុងផ្ទៃនាងព្រហ្មវតីជាពុទ្ធមេត្តាស្ដេចកាកវណ្ណទេសៈក៏មកកើតជាសុបព្រហ្មព្រាហ្មណ៍ជាពុទ្ធបិតានៅក្នុងត្រកូលព្រាហ្មណ៍សុទ្ធសាធហើយពុទ្ធបិតានោះជាពុរោហិតរបស់ស្ដេចសង្ឃចក្រស្ដេចអភយៈទុដ្ឋគាមិនីក៏បានមកកើតជាអគ្គសាវកស្ដាំឈ្មោះអសោកមហាថែស្ដេចសទ្ធាទេសៈបានមកកើតជាអគ្គសាវកឆ្វេងឈ្មោះសុព្រហ្មថែឬហៅថាព្រហ្មទេវមហាថែព្រះសិហថែជាពុទ្ធោបដ្ឋានាងបតុមាភិក្ខុនីជាអគ្គសាវិកាស្ដាំនាងសុមនីភិក្ខុនីជាអគ្គសាវិកាឆ្វេងសុទត្តកហបតី1សង្ឃកហបតី1ជាសាសនូបដ្ឋានាងយសបវតី1នាងសង្ឃឧបាសិកា1ជាសាសនូបដ្ឋយិកាញោមចាប់កំណើតនៅក្នុងត្រកូលព្រាហ្មណ៍ពីព្រោះសម័យនោះមនុស្សរាប់អានព្រាហ្មណ៍ច្រើននាងអនុឡាទេវីបានមកកើតជានាងចន្ទមុខីបានជាអគ្គមហេសីរបស់ញោមឯស្ដេចសាលិរាជបានមកកើតជាពុទ្ធបុត្រគឺកូនរបស់ញោមឈ្មោះព្រហ្មវតីកុមារញោមចេញសាងភ្នោះពីព្រោះតែបានឃើញទេវទូតទាំង4ជាពពនិមិត្តគឺមនុស្សចរិយាមនុស្សភាធិមនុស្សមរណៈនិងភេទបព្វជិតចេញបួសបាន7ថ្ងៃនិងបានត្រាស់ជាព្រះពុទ្ធនៅកេតុមៈបដីនគរត្រាស់នៅក្រោមដើមខ្ទឹងជាមហាពោធិ៍ដើមខ្ទឹងនោះកម្ពស់ពីគល់ដល់មែក120ហត្ថពីមែកដល់ចុង120ហត្ថមានមែក4ចេញទៅគ្រប់ទិសទាំង4មែកមួយប្រវែង120ហត្ថផ្កាមួយប៉ិនកង់រទេះមានកេសរមួយនាលក្លិនក្រអូបផ្សាយទៅចម្ងាយ500យោជន៍បបិទ្ធព្រះមាល័យចំណែកអត្តភាពរបស់ព្រះពុទ្ធគឺកម្ពស់88ហត្ថគឺពីបាតជើងដល់ជង្គង់22ហត្ថពីជង្គង់ដល់ផ្ចិត22ហត្ថពីផ្ចិតដល់ក្លៀក22ហត្ថពីក្លៀកដល់ថ្ងាស22ហត្ថហើយមានព្រះជន្មាយុ80000ឆ្នាំដូចជាមនុស្សសាមញ្ញទូទៅដែរលុះញោមបរិនិព្វានទៅបានប្រតិស្ថានសាសនាទុក8000ឆ្នាំទៀតទុកឲ្យសត្តនិកប្រតិបត្តិដើម្បីបានមគ្គផលបើព្រះគុណម្ចាស់ត្រឡប់ទៅកាន់ជម្ពូទ្វីបវិញសូមផ្ដាំឲ្យមនុស្សទាំងឡាយធ្វើទានរក្សាសិលចម្រើនភាវនានាំគ្នាបង្កើតឲ្យមានទេសនាមហាវេស្សន្តរជាដករាល់ឆ្នាំហើយអង្គុយស្ដាប់ដោយគោរពបូជាគ្រឿងសក្ការៈដ៏លើសលប់
ទើបបានជួបទាន់សាសនារបស់ញោមសាសនារបស់ញោមនឹងត្រាស់ឯកដល់អនាគតហើយនឹងបានសម្រេចមគ្គផលតាមឧបនិស្ស័យជាពុំខានម្យ៉ាងទៀតសូមប្រាប់ទៅពួកមនុស្សកុំឲ្យធ្វើកម្មពៀទាំង5គឺកុំសម្លាប់សត្វមួយកុំលួចទ្រព្យគេមួយកុំគន្លងប្រពៃណីកូនប្រពន្ធប្តីស័យគេមួយកុំកុហកមួយកុំផឹកសុរាមេរ័យមួយនិងកុំឲ្យធ្វើអនន្តរយកម្ម5គឺកុំសម្លាប់បិតាមាតាជាដើមឲ្យពួកមនុស្សមានចិត្តមេត្តាករុណាផ្សាយចំពោះសពសត្វទូទៅកុំរើសមុខកុំប្រព្រឹត្តបៀតបៀនឈ្លានពានដាក់គ្នាត្រូវមានសង្ឃហធម៌រកគ្នាបង្កើតឲ្យមានសាមគ្គីព្រមព្រៀងស្រឡាញ់គ្នាគ្រប់ពេលសូមព្រះគុណម្ចាស់ប្រាប់ដល់ពួកមនុស្សទាំងឡាយតាមពាក្យបណ្ដាំរបស់ញោមដោយបានពិតពុទ្ធិការួចមកហើយកុំខានតស្មឹងសមយេក្នុងសម័យនោះឯងព្រះសិអាមេត្រីបរមពុរិស័ទបានផ្ដាំចប់សពគ្រប់ហើយក៏ទ្រង់មានប្រតិយរីករាយយ៉ាងពន្លឹកដោយបានសាកច្ឆាធម៌ជាមួយព្រះមាលីដោយសេចក្តីស្និទ្ធស្នាលយ៉ាងខ្ពង់ខ្ពស់អស់ពេលយ៉ាងយូរលុះចប់កិច្ចសាកច្ឆាធម៌ហើយស្ដេចក៏បានកំណត់នៅកាលគួរហើយក៏ថ្វាយបង្គំលាព្រះមាលីឲ្យគោរពនិងលាសម្ដេចអមរិន្ទព្រមទាំងទេពនិករទាំងអស់ចុះចាកអាសនៈដ៏ប្រសើរជាមួយពួកទេពអប្សរជាបរិវារហើយឈ្មោះសំដៅទៅថ្វាយបង្គំព្រះជូឡាមណីចេតិយ3ដងដោយផ្ចិតផ្ចង់ទើបក្រោកឡើងដើរប្រទក្សិណ3ជុំសម្ដែងសេចក្តីគោរពនិងការអាឡោះអាល័យជាអតិបរមាហើយក៏ហោះស្ទុះទៅកាន់អាកាសវេហាត្រឡប់ទៅឋានดุសិតវិញដោយសុវត្ថិភាពចប់កិច្ចសន្ទនាព្រះសិអាមេត្រីជំពូកទី16ព្រះមាលីត្រឡប់មកពីទេវលោកក៏ក្នុងគ្រានោះព្រះមាលីក្រឡេកមើលយាងយះនៃព្រះសិអាមានរស្មីរុងរឿងកន្លងពួកទេពតាទាំងឡាយនៅជាន់តាវតឹងនិងកន្លងពួកទេពអប្សរជាបរិពារដោយព្រះច័ន្ទពេញវងក្នុងថ្ងៃ15កើតកំពុងត្រាច់ចរកាត់អាកាសកណ្ដាលវងតារាទាំងឡាយដ៏ច្រើនអនេកស្ដេចហោះទ្រឿនធ្វើនិវត្តន៍ទៅរកកាន់តែឆ្ងាយទៅបាត់បន្តិចម្ដងដូចជាព្រះច័ន្ទលិចចុះទៅក្នុងទិសខាងលិចក៏បាត់សូន្យឈឹងតែម្ដងព្រះថេរៈក៏ថ្វាយព្រះពរលាសម្ដេចអមរិន្ទព្រមទាំងទេវបរិស័ទទាំងអស់ហើយចុះចាកថេរាសនៈទៅថ្វាយបង្គំព្រះជូឡាមណីចេតិយរួចស្រេចកាលណាក៏និមន្តប្រទក្សិណ3ជុំទើបអធិដ្ឋានរិទ្ធធ្វើនិវត្តន៍មកកាន់ចម្ពូទ្វីបវិញបានដល់អាស្រមមួយបត់កត់ភ្លាមប្រហែលគេបត់ដៃចូលប៉ុណ្ណោះថេរោចម្ពូទីបាំងអាកតោព្រះថេរៈក៏បានមកដល់ចម្ពូទ្វីបហើយបាននិមន្តត្រាច់ទៅសពស្រុកតូចធំនិគមជនបទប្រាប់ដល់មនុស្សទាំងឡាយតាមពាក្យបណ្ដាំរបស់ព្រះសិអាមេត្រីបរមពុរិស័ទដោយសពគ្រប់ឯពពួកមនុស្សសប្បុរសទាំងឡាយកាលបើបានឮពាក្យបណ្ដាំប្រកបដោយកុសលដ៏ថ្លៃថ្លាដូច្នោះក៏មានបៃតិរីករាយសោមនស្សប្រកបដោយសទ្ធាចេតនាជាញាណសម្បយុត្តដើម្បីប្រព្រឹត្តទៅដោយសមាទិដ្ឋិជាអតិបរមាបានចងគ្នាជាពួកជាក្រុមបសម្ព័ន្ធធ្វើបុណ្យឲ្យទានរក្សាសិល5ទៅសិល8និងអតិរេកសិលចម្រើនមេត្តាភាវនាតាមសទ្ធារៀងខ្លួនឥតបីធ្វេសប្រហែសឡើយហើយបង្កើតឲ្យមានទេសនាមហាវេស្សន្តរជាដកមួយឆ្នាំម្ដងក្នុងទីដ៏គួរនាំគ្នាបូជាសក្ការៈនានាមានទៀនធូបចេកអំពៅដំឡូងដូងស្លាតែស្ករបារីថ្នាំល្មុតក្រូចត្របែកទឹកក្រូចទឹកម៉ូណាតច្រឡំនីនៅផ្កាភ្ញីគ្រប់ពណ៌គ្រប់បែបសង្ខេបពិស្ដាតាមបទបសាទសទ្ធាសពខ្លួនហើយនៅចាំស្ដាប់ដោយផ្ចិតផ្ចង់និងគោរពដរាបចប់មួយថ្ងៃលុះចប់កិច្ចសវនាការធម្មទេសនានិងបុណ្យទានណាក៏ដោយក៏នាំគ្នាលើកដៃដាក់លើសិរិសានឹកពិចារណាគុណព្រះរតនត្រ័យហើយបញ្ចេញសម្ដីថាអ៊ិមិនីបញ្ញកាមេនៈដោយផលបុណ្យនេះ
សូមឲ្យខ្ញុំបានជួបទានសាសនាព្រះសិអារមេត្រីឯកឧត្តមអនាគតហើយបានសម្រេចនៅអរហត្តបដិសម្ភិទាជាតួព្រះនិព្វានក្នុងគ្រានោះឯងងចប់ព្រះមេឡាយទេសនាថតនៅទីក្រុងអេវរីប្រទេសបារាំងថ្ងៃទី3ខែមករាឆ្នាំ2004សូមអរគុណ